Thái យកដីខ្មែរនៅភូមិជោគជ័យទៅចែកឲ្យពលរដ្ឋខ្លួនកម្ពុជាបន្តតវ៉ាចំពោះទង្វើបំពានច្បាប់អន្តរជាតិភ្នំពេញថៃបន្តធ្វើទង្វើបំពានច្បាប់អន្តរជាតិនៅថ្ងៃទី13ខែសីហាឆ្នាំ2026អាជ្ញាធរថៃបានបែងចែកដីធ្លីមួយជុំថ្មីទៀតដល់ពលរដ្ឋថៃដីនេះស្ថិតនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ45និង47កម្ពុជាបន្តតវ៉ាចំពោះទង្វើបំពានច្បាប់អន្តរជាតិនេះហើយបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសចាត់ទុកទង្វើខុសច្បាប់របស់អាជ្ញាធរថៃគឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ដើម្បីធ្វើឲ្យស្របច្បាប់នៅកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះខណៈដែលគេបដិសេធសិទ្ធិក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដែលត្រូវបានបណ្ដេញចេញដោយបង្ខំពីលំនៅឋាននិងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះកម្ពុជាក៏បានចាត់ទុកសកម្មភាពខាងលើនេះធ្វើឲ្យប៉ះពាល់ដល់ដំណើរការងារកំណត់ខណ្ឌសីមាព្រំដែនដែលអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរហើយបានរំលោភលើមាត្រា5នៃអនុសរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងការកំណត់ខណ្ឌសីមាព្រំដែនគោកដែលកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី14ខែមិថុនាឆ្នាំ2000កំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ចុះថ្ងៃទី22ខែតុលាឆ្នាំ2025និងចំណុចទី1វិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាបញ្ជាក់ជាថ្មីពីការមិនទទួលយកខ្សែព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយកម្ពុជាបានជំរុញឲ្យប្រទេសថៃបញ្ឈប់ការបន្តធ្វើសកម្មភាពនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើក៏ដូចជាតំបន់ផ្សេងទៀតដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុនមកដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកនិងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីសម្ដៅស្ដារសន្តិភាពស្ថិរភាពនិងទំនាក់ទំនងជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជាបានបញ្ជាក់ថាកម្ពុជាបន្តរក្សានៅការបដិញ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ដោយប្រកាន់ខ្ជាប់នៅជំហរគោលការណ៍របស់ខ្លួនថាខ្សែព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ